សាខាខេត្តបាត់ក្រហមកម្ពុជាខេត្តស្វាយរៀងនាំយកអំណោយមនុស្សធម៌ផ្ដល់ជូនគ្រួសាររងគ្រោះដោយអគ្គិភ័យនាសប្តាហ៍កន្លងទៅនេះលោកជំទាវដួងវណ្ណាប្រធានកិត្តិយសសាខានិងសហការីបានចុះសួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌ផ្ដល់ជូនគ្រួសាររងគ្រោះដោយអគ្គិភ័យដែលរងគ្រោះកាលពីយប់ថ្ងៃទី30ខែឧសភាឆ្នាំ2026បណ្ដាលឲ្យខូចខាតផ្ទះលក់គ្រឿងអេឡិចត្រូនិករបស់ឈ្មោះថាប្រាក់រតមុនីនៅភូមិវាលយន្តសង្កាត់ស្វាយរៀងក្រុងស្វាយរៀងក្នុងឱកាសនោះលោកជំទាវដួងវណ្ណាក៏បានលើកទឹកចិត្តសូមកុំអស់សង្ឃឹមហើយប្រឹងប្រែងបំពេញការងារនិងប្រកបរបរចិញ្ចឹមជីវិតដើម្បីស្ដារសេដ្ឋកិច្ចគ្រួសារឡើងវិញលោកជំទាវដួងវណ្ណាក៏បានលើកឡើងពីការខិតខំប្រឹងប្រែងរបស់កាកបាទក្រហមកម្ពុជាក្នុងការជួយដល់ប្រជាពលរដ្ឋនៅពេលដែលជួបគ្រោះមហន្តរាយផ្សេងៗដោយមិនប្រកាន់និន្នាការនយោបាយពូជសាសន៍ពណ៌សម្បុរពលគឺទីណាមានការលំបាកទីនោះមានវត្តមានកាកបាទក្រហមកម្ពុជាចុះជួយជានិច្ចជាក់ស្ដែងអំណោយដែលយកមកផ្ដល់ជូននាពេលនេះគឺបានមកពីការបរិច្ចាគរបស់សប្បុរសជននានាអ្វីត្បិតតែមិនស័ក្តិសមទៅនឹងអ្វីដែលបងប្អូនបានបាត់បង់ក៏ពិតមែនតែក៏អាចជួយសម្រាលនិងដោះស្រាយបងប្អូនបានមួយរយៈពេលខ្លីផងដែរលោកជំទាវក៏បានសំណូមពរសូមឲ្យបងប្អូនមានការប្រុងប្រយ័ត្នខ្ពស់គ្រប់ពេលវេលាបើសិនជាយើងមិនបានត្រួតពិនិត្យហើយត្រូវត្រៀមបំរុងទឹកទុកក្នុងពាងឲ្យជាប់ជាប្រចាំងាយស្រួលនៅពេលដែលមានបញ្ហាអ្វីកើតឡើងអាចជួយសង្គ្រោះបានទាន់ពេលវេលាហើយពេលចេញទៅណាមកណាត្រូវត្រួតពិនិត្យនៅឧបករណ៍អគ្គិសនីផ្សេងៗឲ្យបានដិតដល់ជៀសវាងមានគ្រោះអគ្គិភ័យកើតឡើងជាជាក់តាហេតុអំណោយដែលផ្ដល់ជូនរួមមានអង្ករ50គីឡូក្រាមមី1កេសត្រីខ10កំប៉ុងទឹកស៊ីអ៊ូ6ដបកៅស៊ូតាំង1ឆ្នាំងបាយឆ្នាំងសម្ល2កន្ទេលបត់1មុង1ភួយ1ក្រមា1ស្រង់1ថាវិការ1លានរៀលថាវិការរបស់សម្ដេចគតិសង្ឃបណ្ឌិតម៉ែនសំអនចំនួន1លានរៀលផងដែរ